សូមជូនរឿងចំការចេកចៅចៅខ្ញុំពេលព្រឹកព្រលឹមនៅក្នុងស្ថានព្រះអាទិត្យពេលព្រឹករះរំលងកំពូលភ្នំលោកយាយស៊ីណាដើរចេញទៅក្រៅញញឹមនៅពេលចាប់ផ្ដើមថ្ងៃថ្មីលោកយាយអើយចាមកដល់ហើយខ្ញុំមកជួយដាំដើមចេកលោកយាយឧបករណ៍និងស្នាមញញឹមលោកយាយស៊ីណាយកប៉ែលនិងកំប៉ុងទឹកចេញនាងនិយាយថាដាំដោយសេចក្តីស្រឡាញ់មនុស្សគ្រប់គ្នាញឹមយ៉ាងភ្លឺស្វាងចៅប្រុសច្បងចាប់ផ្ដើមជីករណ្ដៅខណៈដែលចៅប្រុសតូចជាងគេក៏បានមកជួយដាំផងដែរចៅប្រុសអាយុ5ឆ្នាំធ្លាក់ចូលទៅក្នុងភក់ទាំងសើចសប្បាយរីករាយចៅផ្សេងទៀតក៏សើចសប្បាយដែរចៅស្រីបានដាំដើមចេកថ្នមដោយប្រុងប្រយ័ត្នព្រោះគោលបំណងពួកគេចង់បានដើមចេកលូតលាស់បានល្អពួកគេឈប់សម្រាកក្រោមដើមឈើខណៈលោកយាយស៊ីណានិយាយរឿងដាំដើមចេកដំបូងជាមួយជីតាឲ្យចៅស្ដាប់បន្ទាប់មកចៅគ្រប់គ្នាបានស្រោចទឹកដើមចេកដែលទើបដាំថ្មីថ្មោងពួកគេព្យាយាមមើលថែខ្លាំងណាស់ពួកគេសម្រាកនៅក្រោមដើមឈើធំញ៉ាំចេកហើយញញឹមចៅប្រុសកណ្ដាលនិយាយដោយមោទនភាពថាយើងបានប្រឹងប្រែងធ្វើការខ្លាំងណាស់យើងនឹងទទួលបានផលគួរជាទីគាប់ចិត្តហើយមួយសប្តាហ៍ក្រោយមកពន្លកចេកដំបូងក៏ដុះឡើងមកភាពរីករាយពោពេញដោយខ្យល់អាកាសបរិសុទ្ធនៅពេលពួកគេឃើញផ្លែឈើដែលបានថែទាំដោយដៃរបស់ពួកគេផ្ទាល់ពួកគេសប្បាយចិត្តខ្លាំងណាស់